សូមជូនរឿងដួងខែរនោចបងចិត្តអូនមកហើយគុនធាបងមានអីនិយាយក៏ចាំនិយាយទៅខ្ញុំមកបញ្ញាផងគុនធាអូនពេញចិត្តនឹងជួបបងទេអូនណាមានប្តីអីបើមានគេឃើញវាមិនសមទេបងដឹងហើយតែគុនធាយើងរត់ទៅអីចាំយើងមានកូនចាំត្រឡប់មកសុំទោសម្ដាយអូនទៅបានទេគុនធាបងចិត្តបងឈប់គិតទៀតទៅវាមិនអាចទៅរួចទេបងដឹងហើយថាអូនជាកូនស្រីទល់អូនធ្វើទៅមិនកើតពុកម៉ែគិតម៉េចចុះកូនហាគុនធាអូនដាច់ចិត្តទុកឲ្យកូនយើងទទួលអ្នកផ្សេងថាជាឪម៉ែជីវិតអញ្ចឹងបងចិត្តអើយគុនធាតានេះនៅតាហាមដែរអត់ឆាប់ជួយគ្នាមើលជួយអីស្លាប់បាត់ហើយហ្នឹងមើលចោឈាមមកជោគដីតាំងពីថ្មម៉ាននោះប៉ូលីសគេថាម៉ោង 9 ព្រឹកមិញហ្នឹងបងគុនធាស្លូតណាស់មិនសមមានគេចោលខិគ្នាដល់ថ្នាក់នេះសំខាន់ណាគ្នាមានផ្ទៃពោះផងពីណាណោះមិនក៏លើកដៃធ្វើបែបនេះទៅកើតអាចចិត្តហ្នឹងបងមានពីណាទៀតចិត្តក៏មិនយន់ផ្ទះណាត្បូងហ្នឹងចុះមានចិត្តឯណាច្រើនខែងគេចោតគ្នាដឹងមែនហើយរឿងឃាតកម្មផងកុំចេះតែថាស្មានឯណាបើការពីពេលប៉ូលីសមកដល់អាចចិត្តវានៅឯផ្សព្វគុនធាត្មងហ្នឹងខ្លួនវាណាអ្នកប្រឡាក់ឈាមមកជោគបើមិនវាមានពីណាទៀតឥឡូវប៉ូលីសគេក្រៀកទៅឃុំបាត់ហើយតោះតែមើលសិនអញ្ចឹងហ្នឹងហើយអាហ្នឹងគុនធាតើកូនស្រីខ្ញុំធ្វើអីឯងហ៎ខ្ញុំធ្លាប់ធ្វើអីឯងអាចចិត្តមិនចៃសម្រាប់គុនធាអញ្ចឹងកូនឯងនៅសួរវាធ្វើអីទៀតវាសម្រាប់ប្រពន្ធឯងប៉ុណ្ណឹងហើយអាឃាតកោឈាមដូចជាក្មួយកូនធាអើយក្មួយឯងអាយុក្លែងក្មួយមិនក៏អាចធ្វើបែបនេះអាចិតបើគុំឃើញផ្ទាល់សឹងតែជឿមិនកើតទេអើយនាំវាទៅឲ្យច្បាប់គេដាក់ទោសត្មងទៅអូពូមីងខ្ញុំមិនបានស្លាប់គុនធាទេជឿខ្ញុំទៅអ៊ំពូមីងផោះតាំងនៅផ្នែកច្បាស់ប៉ុណ្ណឹងហើយឯងនៅចង់បកាយទៀតដែរអាចិតមើលដៃអាវឯងប្រឡាក់ឈាមក្រហមឆ្អៅឯងថាមិនធ្វើពីណាជឿឯងកើតទៅអ៊ំពូមីងពេលដែលខ្ញុំទៅដល់គុនធាស្លាប់បាត់ទៅហើយមានតែក្មេងបៀមដៃទេដែលជឿសម្ដីឯងបាទអើយចង់តវ៉ាអីទៅតវ៉ាទៅពុកលៀននៅតុលាការទៅតាមចិត្តខ្ញុំខ្ញុំចង់តែសម្លាប់វាចោលទេអើយទុកឲ្យច្បាប់វិញទៅក្មួយសាលអើយប្រពន្ធខ្ញុំស្លាប់ទាំងមូលមិននិយាយអញ្ចឹងបានហើយកូនបើវាជាមនុស្សព្រៃយើងកុំបាច់ទៅធ្វើខ្លួនយើងឲ្យដូចវានោះទុកឲ្យច្បាប់គេដោះស្រាយទៅវាកិច្ចមនុស្សពីច្បាប់ឯកូនពូរុនមីងផនខ្ញុំពិតជាអត់បានធ្វើមែនណាពូមីងជួយឪវាហើយគិតមិនទៅកូនស្រីយើងស្លាប់ទាំងមូលតឡាការខេត្តគ្រាន់តែកាត់ទោសឲ្យចិត្តវាជាប់គុក10ឆ្នាំហើយសំណងតិចតួចនឹងវាមិនសមសោះហើយរឿងវាមានចប់ងាយណាម៉ែវាម៉ែអាចិតនោះដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ហើយឯសារកូនភាសាយើងក៏ទាមទារយកផ្ទះដីនិងទ្រព្យសម្បត្តិមួយចំនួនទៅវិញទៀតដែរខ្ញុំដូចជាវិលអស់ហើយម៉ែវាមិនដឹងដោះស្រាយមួយណាទុកមួយណាទេនេះបើគេទាមទារបែបហ្នឹងយើងគ្មានសល់អីទៀតទេឪវាអើយហើយបើគេទាមទារចង់បានអីឲ្យគេទាំងអស់ទៅមិនបាច់គិតនាំឲ្យធ្ងន់ទ្រង់ទេម៉ែវាប្រយ័ត្នឈឺគ្មានប្រាក់ព្យាបាលណា ថាអញ្ចឹងវាចេះតែបានហើយឪវាតែខ្ញុំនឹងវាចេះតែមិនអស់ចិត្ត
រួចឯងមិនអស់ចិត្តរឿងអីទៀតហើយហ្នឹងនិយាយមក ព្រោះមើលទៅអាចិតណាវាប្រកែកដាច់អហង្ការថាវាមិនបានស្លាប់កូនស្រីយើងទេខ្ញុំដូចជាអាម៉េចក្នុងចិត្តទេណាមួយចរិតមួយទៀតវាក៏វាមិនមែនថាអាក្រក់ដល់ថ្នាក់នឹងដែរ ហើយចុះបើមិនមែនវាឯងសង្ស័យអ្នកណា ខ្ញុំមិនដឹងទេឪវាអើយតែថាខ្ញុំខ្លាចតែយើងនឹងចោតមនុស្សខុសទេអ្នកយន្តម៉ែវាក៏យើងរាប់អានយូរមកហើយតាំងពីខ្មោចឪវានៅម៉េះគាត់មកនិយាយបញ្យលយើងយប់មិញក៏ល្មមយើងស្ដាប់បានហើយគាត់ថាពេលកូនប្រុសគាត់ទៅដល់ហ្នឹងឃើញកូនធាកូនស្រីយើងហ្នឹងវាស្លាប់បាត់ហើយហ្នឹងហើយខ្ញុំគិតអីមិនចេញទេទុកឲ្យច្បាប់គេដោះស្រាយទៅពុកម៉ែកំពុងពិភាក្សារឿងអីហ្នឹងខ្ញុំថាមកនេះខ្ញុំចង់អញ្ជើញពុកម៉ែទៅកាត់ប្លង់ដីនឹងផ្ទះនោះឲ្យហើយចាំមិនដែរណែចាំរយៈទៀតសិនទៅអីកូនម៉ែឯងអើយយូរទៅនាំមកស្មុកស្មាញទេពុកថ្មីអញ្ចឹងទៅល្អខ្ញុំខ្លាចតែពុកម៉ែលក់ឲ្យគេទៅខ្ញុំមិនចប់ទៅហើយទេកាត់អីក៏កាត់ទៅឪវានិយាយច្រើននាំកាន់តែស្មុកទេសូម្បីនៅសាលាអូតូក៏គេកាត់ក្តីឲ្យកូនចាញ់ដែរម៉ែមិនអស់ចិត្តសោះម៉ែឲ្យកូនសុំទោសដែលធ្វើឲ្យម៉ែយំដោយសារកូនម៉ែណែលោកមេធាវីឲ្យយោបល់ថានឹងបន្តរឿងនេះទៅតុលាការកំពូលណាកូនហើយម៉ែក៏បានយល់ព្រមដាក់ពាក្យប្តឹងបន្តទៅទៀតដែរធ្វើយ៉ាងណាក៏ដោយឲ្យតែកូនរួចខ្លួនតុលាការកំពូលម៉ែហ្នឹងហើយកូនមើលទៅដូចជាគ្មានសង្ឃឹមសោះម៉ែវាមិនជាងគ្នាទេតែម៉ែនឹងព្យាយាមបន្តទៀតយើងមានមេធាវីយ៉ាងហោចណាស់ក៏ជួយឲ្យយើងមានកម្លាំងមួយផ្នែកដែរយ៉ាងម៉េចទៅហើយអ្នកទាំងពីរអូលោកក្មួយមេធាវីយើងអស់ពេលសួរសុខទុក្ខហើយមែនទេបាទកាត់ចិត្តសិនចុះមិនយូរទេក្រោយយើងដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលករណីកូនមីងនឹងត្រូវស៊ើបអង្កេតច្បាស់លាស់ជាងនេះលោកមេធាវីអ្វីដែលខ្ញុំបាននិយាយគឺពិតទាំងអស់ហេតុអីគេនៅតែផ្ដោតលើករណីជាក់ស្ដែងទៀតលោកចង់មានន័យថាដូចខ្ញុំបានជម្រាបអញ្ចឹងគឺពេលខ្ញុំទៅដល់គុណធានាងស្លាប់ហើយខ្ញុំចង់សួរថាលោកមានភ័ស្តុតាងថាមិននៅកន្លែងកើតហេតុទេបាទណែខ្ញុំអត់មានភ័ស្តុតាងទេតែពេលព្រឹកនោះខ្ញុំនៅប៉ះកង់នៅចុងភូមិលោកចង់និយាយថានៅមុនពេលឃើញសាកសពគុណធាលោកនៅប៉ះកង់ហើយអញ្ចឹងជាងនោះអាចធ្វើសាក់សីបានទេអូមែនហើយយើងគួរតែសាក់លបងមែនទេលោកក្មួយមេធាវីចុះមីងស្និទ្ធនឹងជាងនោះទេមីងមិនជាស្និទ្ធស្នាលអីខ្លាំងទេក្មួយតែសុទ្ធតែជាអ្នកភូមិធ្លាប់ទៅមករកគ្នាគាត់ឈ្មោះជាងច័ន្ទចាន់ពួកឯងក៏បន្ទោសខ្ញុំណាមកពីពួកឯងសយទេបើខ្ញុំទុកពួកឯងមានតែឲ្យអាចិតវារួចខ្លួនពួកឯងទៅឋានរូបកុំបន្ទោសខ្ញុំឲ្យសោះណាចង់បន្ទោសអាចិតដែលនាំសយឲ្យពួកឯងបើខ្សាច់មិនទៅជាអញ្ចឹងវិញណែអូនវលីឃើញទេណែមានគេចង់សម្លាប់ខ្ញុំមែនហើយពីណាគេនឹងចាន់ចុចពើចាំងមុខវាឲ្យចំមើលក្មួយសាលតើនេះចូលសងគេហាញតែខ្ញុំមិនចង់សាលមិនក៏ឯងចង់មកសម្លាប់ពូច័ន្ទចឹងតោះតែដាក់មេប្រួយឲ្យបានពួកយើងជួបសង្ស័យរត់ហើយគាត់ចោលបានជុំលៀមជុំហើយខ្ញុំមានរឿងអីបានខ្ញុំក៏មិនខ້ອຍទេហើយបានមកចាប់ខ្ញុំចឹងលេងខ្ញុំទៅរត់តាណារួចទៀតមិនក៏សុកមកចាប់ខ្ញុំចឹងពួកយើងសង្ស័យលោកឯងមានពាក់ព័ន្ធនឹងករណីឃាតកម្មអ្នកស្រីគុនធាប្រពន្ធខ្ញុំគឺអាចិតវាសម្លាប់ទេហើយមិនក៏មិនសួរវាទៅគេកាត់ទោសវា2ដងហើយតើហើយលោកឯងមកសង្ស័យអីទៀតចាំតវ៉ានៅតុលាការទៅហើយខ្ញុំវិលវល់អស់ហើយមិនក៏វិសាលវាចង់មកចាក់សម្លាប់ខ្ញុំ
មានឡានមានប៉ូលីសអីច្រើនម៉េចមកដល់ផ្ទះវិសាលអញ្ចឹងណោះ មានរឿងអីហ្នឹង ខ្ញុំសង្ស័យតែមានរឿងអីធំហីចាំមើលសិនមើល ជំរាបសួរអង្គពូមីងខ្ញុំតំណាងព្រះរាជអាជ្ញាបាននាំដីកាឆែកឆេផ្ទះជនសង្ស័យឈ្មោះវិសាលសូមអនុញ្ញាតឲ្យយើងខ្ញុំបំពេញការងារផងបាទ គេសង្ស័យវិសាលរឿងអីណោះ ម៉ែរយៈនេះភូមិយើងមានរឿងច្រើនមែនណាគេថាវាសម្រាប់ប្រពន្ធវានាងគុន្ធានោះអីហាចុះក្រែងគេថាចិត្តជាធៀបតកឯងប្តឹងពីរតងឯតាសាលាដំបងផងឧត្តរផងគេកាត់ឲ្យវាជាប់ទោសឯតាតែម៉ែអាចិតមិនឈប់ងាយងាយទេគាត់ប្តឹងទៅតុលាការកពូលទៀតគាត់ថាកូនគាត់មិនបានធ្វើគាត់ត្រូវទៅរកយុត្តិធម៌ឲ្យវា នេះឃើញទេតឡាការគេយុត្តិធម៌អញ្ចឹងលោកក្មួយមេធាវីបើគុំតែបានគុណបុណ្យលោកក្មួយម្លេះសមគួរសារខ្ញុំអ្នកគេខកដូចខ្ញុំគ្មានថ្ងៃរកបានយុត្តិធម៌នឹងគេទេ គុណស្រ័យអីមីងនេះជាកាតព្វកិច្ចខ្ញុំទេមីង ចាត់អើយមិនឆាប់សាពះអរគុណលោកក្មួយទៅកូន ខ្ញុំអរគុណណាស់លោកមេធាវីតែខ្ញុំសូមទោសផងដែលខ្ញុំធ្វើចិត្តមិនទាន់បានខ្ញុំនៅនឹកអាឡ័យគុណធាកូនក្នុងផ្ទៃនៅស្រស់នៅមុខខ្ញុំនៅឡើយហើយខ្ញុំនឹកមិនដល់ថាវិសាលវាសាហាវដល់ថ្នាក់នេះសោះ នេះគុំតែម្ដាយលោកគាត់នៅតែមានសង្ឃឹមក្នុងការប្តឹងបន្តមកតុលាការកពូលនេះទេកុំអីយើងក៏មិនអាចរកការពិតឃើញដែរហើយសំខាន់ហ្នឹងក្រុមនគរបាលប៉ុស្តិ៍រដ្ឋបាលនៅឃុំលោកក៏សហការបានល្អទៀត ទោះយ៉ាងណាក៏សូមអរគុណក្មួយមេធាវីដែរ មែនហើយបើគុំតែរកឃើញការពិតម៉ែសមគុន្ធាកូនស្រីខ្ញុំស្លាប់បិទភ្នែកមិនចិត្តទេ ខ្ញុំមិនគួរភ្នែកអត់ប្រស័យលើកូនឲ្យខ្លាសោះ សំទោសអំពូមីងនៅជជែកគ្នាលេងចុះខ្ញុំសូមទៅកន្លែងមួយទៀតពូថាត្រូវដោះស្រាយករណីវិវាទដីធ្លីផង អូចាអញ្ជើញលោកក្មួយសុខសប្បាយណាលោកក្មួយ បាទអរគុណហើយមីង នោះវិសាចេញមកហ៎ឯងកោតឯងចេះលើកដៃធ្វើទៅកើតហ่าអក្សរគុន្ធាជាប្រពន្ធឯងទោះខុសត្រូវប៉ុណ្ណាមិនក៏ឯងចាំមិនធ្វើដល់ថ្នាក់ហ្នឹងហ៎ មានប្រុសណាម្នាក់ទ្រាំធ្វើអ្វីជាមួយកូនម៉ែឯងបានទេម៉ែបើសិនបើកូនម៉ែឯងមិនមានផ្ទៃពោះជាមួយប្រុសសហាយទេខ្ញុំក៏មិនធ្វើអញ្ចឹងដែរ នេះឯង ពីណាប្រើឲ្យកូនម៉ែឯងមាសទឹក8ទៅអី ឯងជុំមកភ្លាមទៅអាសាល ណាចិត្តកុំរវល់ទៅជាមួយវាអីកូនឈាមស្រែកស្បែកហៅវាហើយ ម៉ែវាតោះទៅផ្ទះយើងវិញ មកឆាប់ទៅជាមួយយើងមក លបងរុនអើយល្អហើយដែលវែកមុខជាតកបានកុំអីចោតមនុស្សខុសទៅទេ ឆ្ងល់ដល់ហើយមិនក៏វិសាវិចេះរៀបចំគម្រោងការសម្រាប់គុន្ធាបានណោះ ខ្ញុំសង្ស័យតែវិសាលដឹងរឿងក្មួយចិត្តនឹងគុន្ធាទេអ្នក បើវាដឹងវាព្រមការជាមួយគ្នាទៅអីហើយមកកាប់សម្លាប់គ្នាដូចសត្វដូចធានអញ្ចឹង មែនហើយរឿងវាមិនខ្លះខ្ញុំចង់ដឹងដល់នេះម្យ៉ាងមិនក៏បលិសគេនឹកឃើញល្បិចដាក់បាវខ្សាច់បន្លំធ្វើពូច័ន្ទជាងប៉ះកង់ណា រឿងហេតុនឹងវាអញ្ចេះនៅពេលដែលមេធាវីទៅសួរពូច័ន្ទដឹងថាគាត់ជាសាក់សីដែលឃើញចិត្តនៅជាប់ប៉ះកង់ពេលដែលគុណធៀងត្រូវគេសម្លាប់ដូច្នេះគាត់ក៏ប្រាប់ទៅប៉ូលីសជាពួកម៉ាក់គាត់ប៉ូលីសនោះគិតថាបើមិនមែនចិត្តមានតែអ្នកនៅក្នុងភូមិនេះប៉ូលីសក៏ព្យាយាមសួររកឬគល់រឿងរ៉ាវផ្សេងនេះតាក់ទងនឹងអ្នកស្លាប់ហើយនាងទ្របមិត្តភក្តិជិតស្និទ្ធរបស់គុណធាក៏បានប្រាប់ឲ្យដឹងពីទំនាក់ទំនងរវាងក្មួយចិត្តហើយនឹងគុណធានឹងមុនរៀបការដែរ ពេលប៉ូលីសមកសួរខ្ញុំបានឆ្លើយប្រាប់ទាំងអស់ដល់ហើយគេក៏ត្រឡប់ទៅវិញខ្ញុំមិនដឹងថាគេចាត់វិធានការរហូតដល់ប្រើល្បិចតាក់វិសាលបានអញ្ចឹងទេអើយគេជាប៉ូលីសគេមានវិធីផុនគេយប់នោះពេលដែលប៉ូលីសប៉ុស្តិ៍គេមកជួបខ្ញុំណែគេប្រាប់ខ្ញុំថាឲ្យខ្ញុំធ្វើល្បិចដើរលោឡាក្នុងភូមិថាអាចិនចង់រកខ្ញុំធ្វើជាសាក្សីនៅតុលាការកំពូលខ្ញុំក៏មិនដឹងដែរថាគេមានគម្រោងឲ្យអាសាលវាលឺនឹងអាលវាមកសម្រាប់ខ្ញុំបំបិទមាត់សោះណែគិតទៅអានេះសាហាវជាងខ្ញុំគិតទៅទៀតណោះ ដល់តែវាលឺវាក៏នៅមិនសុខណែវាខ្លាចបង្ចាន់ឯងនឹងទៅធ្វើសាក់សីឲ្យវិចិត្រនឹងណាវាក៏លោភទៅរណែសម្រាប់បង្ចាន់ឯងម្នាក់ទៀតទៅ តែខ្ញុំគិតមិនទាន់យល់សោះពូមិនក៏វិសាសម្រាប់គុន្ធាគេដឹងរឿងគុន្ធានឹងចិត្តតាំងពីអង្កល តាមកំណត់ត្រារបស់ខាងប៉ូលីសណាវិសាលភាពថាវាលឺចិត្តនឹងគុន្ធាជជែកគ្នាដោយចៃដន្យវាខឹងពេកក៏ទៅរករឿងគុន្ធា
ហើយវាថាវាបតៃបតបគ្នាទេតែគុនធាដួលជុងនឹងឫស្សីវាថាវាអចេតនាទេវាអត់មានបំណងសម្រាប់ប្រពន្ធវាឡើយហឹខ្ញុំមិនជឿទេបើសម្ដានវាមិនខុសខើវាមិននឹងទៅរកពូច័ន្ទសម្រាប់ទៀតអានេះគេថាជុលក្បាលកពើនឹងណាសរសើរអ្នកយន្តដែរគាត់ចេះស៊ូក្តីឲ្យកូនគាត់មួយលើកជាពីរលើកតាំងតែពីសាលាដំបងដល់អូតូរហូតទៅដល់ណែតុលាការកំពូលហើយនោះណាបើគុំតែអញ្ចឹងនោះគ្នាជាប់ទោសទាំងអយុត្តិធម៌ទៅហើយមែនហើយគួរឲ្យទៅសើគាត់មែនរឿងដួងខែរនោចដែលនាងកញ្ញាលោកស្រីបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះ